គិតយ៉ាងណាគិតយ៉ាងណីទេម៉ែអើយរកប្រពន្ធឲ្យកូនមួយមកអើយខែរងាដល់ហើយអស់មេអូនអើយត្រជាក់ម្លេងទេខែរងាដល់ហើយណាមេអូនអើយត្រជាក់ម្លេងទេអត់គូនឹងគេអត់នឹងគេដេកអប់តែខ្លួនអត់គូនឹងគេអត់នឹងគេដេកអប់តែខ្លួនយ៉ាក្រោបចាំអាំងភ្លើងណាមេអូនអើយចិត្តលឺម៉ោង4ក្រោបឡើងអាំងភ្លើងណាមេអូនអើយចិត្តលឺម៉ោង4អត់តែជាប់ជុំទួនអត់តែជាប់ជុំទួនដេកមិនលក់ឡើយអត់តែជាប់ជុំទួនអត់តែជាប់ជុំទួនដេកមិនលក់ឡើយអត់តែជាងដល់កណាមេអូនអើយត្រជាងដល់កអត់តែជាងដល់កណាមេអូនអើយត្រជាងដល់កឥឡូវវឹកវរនៅតែជាក់ដល់កឡើងរួចអស់ហើយខ្ញុំម៉ែអើយម៉ែតិចម្លេះទេចរងាខ្លាំងណាស់សូមម៉ែទិញពួយក្រាស់ក្រាស់ឲ្យកូនដណ្ដប់ដេកបាន2 3កូននេះចង់បានអាណាពួយស្អីមិនមែនពួយសំឡីកូនលងស្នេហ៍ប៉ែនតីអូនចំបៃចៅយាយចំប៉ាថាសមកនាងស្រួយអាភ្នែកតូចតូចសាច់ឡើងមកថៃកពស់នាងណា1.73ម៉ែត្រនៅវស៊ីនឹងខ្ញុំណា1.5ម៉ែត្រតួទៀបបន្តិចប៉ុន្តែរៀបខ្ញុំយកលុយសង្ហាបើសិនបាននាងរៀបការគេនឹងនិយាយថាសំគ្នាម្លេះវើយសំគ្នាម្លេះទេសម្ដេចជួនណាតើបងប្អូនសម្ដេចសង់រកតែផ្លាកមួយនៅលើស្មាมันមានផងអូប្រសង់ឥឡូវគណៈគេនោះនិយាយពីរយងដើរអត់ចង់រួចទេបងប្អូនដើរមិនចង់រួចឲ្យរយងហើយចុះអ្នកអស់អញអីក៏ច្រើនម្ល៉េះដឹងមេដៃថ្នាក់នេះមេដៃថ្នាក់នោះសម្ដេចជួនណាតមានស្បង់តទេឆឹងអត់មានអីផងសម្ដេចសង្ឃហើយឥឡូវហ្នឹងគ្រាន់តែមេគុណនឹងស្អីជាស្អីខ្ញុំមិនសូវស្គាល់ផងអីឋានានុក្រមរបស់សង្ឃគេនោះណានិយាយពីអរយងដល់ពេលយាយគាត់ជឿនោះគាត់យកកញ្ឆែងទៅត្រង់ទឹកក៏និយាយពីសពថ្ងៃនិយាយពីហើមស្ពីងចោលថងយាមសិតតែទូរស័ព្ទល្អមើលអ៊ីនធឺណិតផង website អូយសិតតែហ៊ូកស្រីស្រាត់កើតកលេសតណ្ហាអញ្ចឹងបានដល់ពេលគេកេះកលេសចេញមកបងប្អូនហើយឲ្យតែរឿងប្រសង់និយាយពីចេញមកមិនហែលតែរឿងល្អហ្មងពួកអីមនុស្សយើងបងប្អូនអាមាត់ដាចអត់ទៅអីទេដល់ពេលអាងុំនេះកេះឆ្នាំងបាយធ្លុះប្រសង់លោកមានសិលដល់ពេលមានសិលហប់អត់ហ៊ាននោះដល់ពេលទៅដល់ក្នុងបន្ទប់វិញចាប់ដើមពួកអីនៅក្រៅអត់ទៅហ៊ាននិយាយបងប្អូនវាខ្ទប់វាសល់កលេសច្រើនណាដល់ពេលអាខឹងប៊ូអត់ទៅអីទេបងប្អូនណាបងប្អូនចំណាំមើលអាងុំហ្នឹងច្រើនណាកេះឆ្នាំងបាយធ្លុះហ្មងប្រសង់អញ្ចឹងបានខ្ញុំចេះតែនិយាយលេងឃើញប្រសង់លោកសឹកមកខ្ញុំថាសឹកមិនថាបើសឹកមកអស់ស្បង់ចពោអញ្ចឹងមិនអីទេខ្លាចតែនៅស្បង់ចពោហើយសឹកទាំងនៅស្បង់ចពោបើអស់ស្បង់ចពោហើយចាំសឹកមិនអីទេខ្លាចតែនៅស្បង់ចពោហើយសឹកខ្ញុំខ្លាចតែអញ្ចឹងតើពួកអីបងប្អូនស្មាទោសបងប្អូនប្រសង់ហើយយើងដូចគ្នាម្ចាស់ថ្លៃកលេសពេញកលៀនដូចគ្នាមានតែស្បង់រុំទេហើយបងប្អូននឹងធ្វើដូចថាប្រសង់នឹងលោកអស់កលេសទៅជួកន្លែងណាអស់កលេសនោះទៅជួកន្លែងណាឲ្យហៀកលេសអស់នោះហើយដល់ពេលយើងមើលគុណធម៌ទៅវិញទេសនាខ្វេរត់តលុយស្មាទោសហ៎បងប្អូនបើកុំតែមានស្បង់សពើណារួចហើយយើងនឹកឃើញដល់ព្រះសម្មាសម្ពុទ្ធលោកបង្កើតគណៈសង្ឃហ្នឹងណាខ្ញុំថាគ្រាន់តែលឺទេសនាខ្វេរលុយហ្នឹងថាលូនទៅកាប់ចានមួយជើងចំកញ្ចឹងកភឹបលើនេះខូចណាបងប្អូនព្រះសង្ឃខ្លះលោកខូចណាទេសនាអូចូលបនតិចបានតិចចូលបនច្រើនបានច្រើនញោមមើលចូលមកដាក់ធនាគារធរធនាគារប្រពុតអីហ្នឹងបានបនតិចក្រោយចុចខ្ញុំថារឿងសំខាន់យ៉ាងហ្នឹងមិនគុំទៅប្រាប់ម៉ែវាមុននោះមិនក៏មកប្រាប់តែឯងនោះតាអាចារ្យបងប្អូនទៅសួរមកតាមវត្តដែរតាអាចារ្យណាចូលលុយបងប្អូនទេសនាឲ្យតែយើងទេប៉ុន្តែចូលលុយបងប្អូនបើថតកុនឲ្យមើលពេលដែលចិត្តបនទៀនបែបសាសនាបងប្អូនចាំមើលគណៈកម្មការវត្តគេជំនុំគ្នាធ្វើមិនយកលុយយាយឲ្យបានច្រើនហើយយាយនេះនិយាយពីទៅបនកន្លែងនោះប៉ុន្តែគេនឹងមានស្រឡាញ់គាត់ទេ
ដូចជ្រូកចឹងបងប្អូនជ្រូកម្ចាស់វាឲ្យបាយស៊ីលៀងទឹកអុចអូនិយាយពីជ្រូកស្មានតែម្ចាស់វាស្រឡាញ់ហើយម្ចាស់វាឃើញជ្រូកធាត់និយាយពីផ្ទះខ្នងផងផ្ទះកកូតផងនិយាយពីជ្រូកសុបាយចិត្តស្មានម្ចាស់វាស្រឡាញ់តែតាមពិតគេសង្ឃឹមណាគេសង្ឃឹមថាហែងក៏អុចលក់បានថ្លៃណាស់ហែងនេះផ្ទះកប៉ែគូតហែងមានន័យថាចឹងលោកយាយលោកតាចឹងដែរឲ្យតែដល់ថ្ងៃដល់ខែគាត់ទៅបុណ្យហ្នឹងគាត់ទៅប៉ុន្តែគណៈកម្មការគេមានស្រឡាញ់យាយតាឯងទេគេជំនុំគ្នាហែងដាក់ធុងតែ7ថ្ងៃច័ន្ទគៀពុតពហោះចឹងបានលុយតិចណាបើគាត់ដាក់100បាន700ទេហែងប្រកាសឆ្នាំជូតឆ្លើយខាលថោះរួងម្សាញ់ចឹងទៅបាន2ទៅ10ឆ្នាំហើយខែទៀតទៅមករាកុម្ភៈអីចឹងទៅណាបកើតទៅ2 10ធុងទៀតបាន24ធុងបើគាត់រិះណាគាត់ចូល100យ៉ាងតិចក៏ជិត 3000 របស់យើងដែរគិតអញ្ចឹងបងប្អូនមើលគេគិតមើលហើយបុណ្យបាបល្អអាក្រក់នៅឯទ្វារមโนហើយចិត្តរបស់គេគិតអញ្ចឹងបងប្អូនពិចារណាមើលគេល្អជាមួយយើងអត់ហើយមួយយ៉ាងទៀតមិនដឹងជាមិនបងប្អូនក៏ល្ងងអត់ចេះពិចារណាពីរឿងហេតុផលបងប្អូនណាបងប្អូនដែលឃើញម្ដាយឪពុកណាឃើញកូនចុះនរកឃើញកូនបំផ្លាញខ្លួនឯងរួចហើយទៅសើកូនឬក៏នៅសុកកើតទៅបងប្អូនឃើញកូនចាក់តកតុយលេខមិនរកស៊ីអីទេផឹកតស្រាបងប្អូនសម័យមើលតើម៉ែឪណានៅស្ងៀមកើតម្ចាស់ថ្លៃហើយបងប្អូនមើលអ្នកនយោបាយខ្មែរទាំងអ្នកនយោបាយកាន់ការងារប្រទេសជាតិទាំងគណៈបកប្រឆាំងប្រជាពលរដ្ឋចាក់កតុយលេខមកប្រទេសផឹកស្រាមកប្រទេសសួរថាតើរដ្ឋាភិបាលក៏ដោយគណៈបកប្រឆាំងក៏ដោយដែលនិយាយពីរឿងហ្នឹងឪពុកម្ដាយណាដែលគាត់ស្រឡាញ់កូនណាបងប្អូនគាត់ទ្រាំមើលកូនផឹកស្រាលេងបៀលេងលបែងចឹងកើតទៅអត់បងប្អូនប៉ុណ្ណឹងហើយណាបងប្អូននៅតែបោះឆ្នោតគាំទ្រថាគេស្រឡាញ់បងប្អូនទៀតអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាដូចបាត់លក្ខណៈជាមនុស្សអត់ចេះពិចារណាហេតុផលទេអីដែលខ្ញុំនិយាយថា LDP ឬសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបងរៀនមនុស្សឲ្យទៅជាមនុស្សគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានរូបជួងជាសញ្ញាសញ្ញាឆ្នោតរបស់បងប្អូនជាអ្នកកំណត់ជោគវាសនារបស់បងប្អូននិងកូនចៅរបស់បងប្អូនសូមបងប្អូនទៅបោះឆ្នោតដោយសេចក្តីថ្លៃថ្នូរនិងមានការទទួលខុសត្រូវខ្ពស់ក្នុងភាពជាឪពុកម្ដាយនិងជាដូនតាជំនាន់ក្រោយដែលមានការទទួលខុសត្រូវចំពោះជោគវាសនាកូនចៅជំនាន់ក្រោយគ្រប់រូប